នៅខាងក្នុងគឺជាស្ទេចអុកនិងស្នាមញឹមសហវត្តដាស៊ីហេតុអ្វីអ្នកមិនឲ្យក្មេងប្រុសនោះបន្ថែមទៀតសូមក្រឡេកមើលឲ្យកាន់តែច្បាស់អំពីរង្វង់វត្ថុបុរាណរបស់គ្រួសារដោយសារតែផលិតផលខ្លាំងៗទាំងនេះហើយទើបយើងបានខ្លាចជាមនុស្សដែលមានមេរោគខ្ញុំបានវាហើយវាជំនួសវិញមនុស្សគ្រប់គ្នាបិទមាត់ហើយវាគាត់មិនចង់បិទមាត់មនុស្សគ្រប់គ្នាហើយវាកំតិចរបស់របរនោះទេកុំវាគាត់អីវាគាត់ទៅអូនេះជាឪពុករបស់ខ្ញុំកូនរបស់អ្នកពិតជាមានមែនអ្នកបានបំផ្លាញទ្រព្យសម្បត្តិជាតិម្ចាស់បានវាយ៉ាងខ្លាំងរហូតដល់គាត់ខ្លាចមនុស្សបុរាណថ្ងៃនេះខ្ញុំមកទីនេះដើម្បីលេងក្នុងរង្វង់ខ្ញុំបានឃើញម្ចាស់វាកំទេចទំនិញខ្លាំងៗវាពិតជាមានតម្លៃណាស់កុំបារម្ភអីប្រាប់ខ្ញុំផងពេលក្រោយបរិសុទ្ធចំណាស់នឹងទិញវត្ថុបុរាណបន្ថែមទៀតខ្ញុំធានាថាវាជារបស់ពិតតើវ៉ងឈៀវហ្គេងដឹងទេថាអ្នកបានវាបែកមួយដែលខូចមានតម្លៃ1300ម្ជុលកាត់ចង្កេះនៃរាជវង្សសុងខាងជើងមានតម្លៃ10000តើអ្នកប្រមូលសម្រាប់ដឹងអ្វីខ្លះតើពួកគេហ៊ានធ្វើបែបនេះដោយរបៀបណានេះជាការស្រែកហូយ៉ាងខ្លាំងពីលោកគ្រូវ៉ាងតើអ្នកឈ្មោះអ្វីម្ដងទៀតលោកយ៉ាន់វិញតាំងពីអ្នកមកខ្ញុំនឹងមិននិយាយជាមួយអ្នកអំពីរបស់របរដែលបានបង់ប្រាក់ទេជាទូទៅគាត់ឃើញការវាតម្លៃរបស់ខ្ញុំតាមគំនិតខ្ញុំគ្មានកំហុសអ្វីតតែសោះមនុស្សនេះគឺសៀវហុងនិងសៀវហ្វេងតើមនុស្សបែបណាសម័យនេះពួកគេថែមទាំងហ៊ាននាំអ្នកជំនាញព្យាបាលមកទៀតចូលឲ្យរបស់នេះទៅអ្នករាល់គ្នាដើម្បីឲ្យយើងអាចមើលឃើញបំណែកនោះតើផ្នែកខាងស្ដាំមិនរលោងនឹងរលោងដូចនំប៉ាវទេនេះជាប្រភេទនំស្រួយពិសេសមួយប្រភេទដែលធ្វើពីនំកាត់ចង្កេះពន្លឺចែងចាំងគឺជាសញ្ញានៃ1000ឆ្នាំសិល្បៈសម័យបច្ចុប្បន្នហាក់ដូចជាមានឫសគល់នៅក្នុងវាមិនអាចទៅរួចទេក្នុងការចម្លងវាដូចដែលអ្នកអាចមើលឃើញខ្សែមាសនិងខ្សែដៃទាំងនេះគឺជាធម្មជាតិសញ្ញានៃភាពចាស់គឺគ្រាន់តែនេះមិនអាចលុបចោលបានទេវាគឺជាការពិពណ៌នាអំពីការវះកាត់ចង្កេះក្នុងលំនាំពិសេសទូទៅបំផុតរបស់វ៉ងឆេវអ្នកមិនអាចមើលឃើញវាផងឬតើអ្នកហ៊ានហៅខ្លួនឯងថា Master Wang មែនទេឪពុកខ្ញុំធ្លាប់និយាយថាការកាត់ចង្កេះឲ្យចំហអ្នកមិនជឿទៅមកមើលសម្ភារៈនេះមើលមែនទេវាទាំងរលោងនិងរឹងបន្តិចដូចជាធូបវាមើលទៅដូចជាពណ៌ប្រផេះពិតជាដូចវ៉ងដេមែនពាក្យសម្ដីរបស់គ្រូគឺខុសគ្នានោះជាការពិតវាពិតជាមើលទៅដូចជាវាធ្វើពីភេទធូបកុំស្ដាប់ពាក្យមិនសមហេតុផលរបស់គាត់សុភាសិតមួយពោលថាអ្នកដែលមានស្បែកត្រូវបានគេនិយាយថាអ្នកដឹងអ្វីខ្លះទាំងអស់នេះត្រូវបានធ្វើឡើងដោយដៃរចនាបថបុរាណបែបរន្ធត់កាត់ចង្កេះមានសមេសធាតុខួរក្បាលសេះហើយត្រូវបានយកគំរូតាមតើដំណោះស្រាយគីមីត្រូវបានប្រើសម្រាប់ការធ្វើទេសភាពចាស់ដែរឬទេការផ្ទៀងផ្ទាត់គឺថាខ្ញុំបានរកមើលវិញ្ញាណនេះតើព្រលឹងពិតជាព្រលឹងដែលត្រូវបានកាត់ផ្ដាច់មែនទេតើវាពិតជាអាចคล้ายជាលោកគ្រូថេងមែនទេហើយអ្វីបានជាអ្នកមិននិយាយអ្វីអ្នកគ្រាន់តែចង់វានឹងចំណាយពេលច្រើនខែឬច្រើនថ្ងៃអ្នកកំពុងនិយាយរឿងនេះឥឡូវនេះមួយខែក្រោយមកវាច្បាស់ណាស់ថាជាករណីលេងជាមួយភ្លើងដើម្បីត្រួសត្រាយផ្លូវនេះជាកំណប់ទ្រព្យដែលមានបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំវត្ថុបុរាណវប្បធម៌ដែលបានផ្ដល់ឲ្យខ្ញុំដោយលោកគ្រូជីស៊ូវិញ្ញាបនពត្រវីតម្លៃទេការកំណត់អត្តសញ្ញាណទូទៅអាចត្រូវធ្វើជាមុនជាច្រើនវានឹងចំណាយពេលមួយខែប៉ុន្តែជាមួយវាខ្ញុំអាចធ្វើវាបានឥឡូវនេះយកបំណែកទាំងនោះទៅការិយាល័យបេតិកភណ្ឌវប្បធម៌លិខិតអនុញ្ញាតសាកល្បងនេះរួចរាល់ហើយវាហាក់ដូចជាមិនមានច្រើននៅក្នុងខេត្តទេទំនៀមទម្លាប់ក្នុងស្រុកមិនមែនជាអ្វីដែលមនុស្សសាមញ្ញអាចយល់បានយ៉ាងងាយទេការវាតម្លៃរបស់លោកគ្រូឆេងវ៉ាងគឺតើអ្នកកំពុងសើចចំអកឲ្យអ្នកណាដែលខុសខ្ញុំធ្លាប់ជួបរឿងបែបនេះដែរបន្ទាប់ពីច្រើនឆ្នាំមកនេះតើវាអាចមានរយៈពេលនេះទេអ្នកណាថាអ្នកអាចខ្វាក់ភ្នែកបានយ៉ាងនេះខ្ញុំធ្លាប់វិនិច្ឆ័យខុសលើថ្មនេះម្ដងតើអ្នកចាំថាចំណាយ100ទេខ្ញុំបានទិញវាពីអ្នកហើយអូបាទចាស់សោះគាត់ទើបតែចំណាយ1លានខ្ញុំចង់ទិញថ្មដែលខូចនេះគាត់ច្បាស់ជាឈួតហើយនេះជារឿងមិនគួរឲ្យជឿដូច្នេះហើយទើបខ្ញុំគិតថាវានឹងត្រូវចំណាយអស់1លានដើម្បីទិញរបស់នេះថ្មមួយដុំគឺដោយសារតែរបស់វាដំបូងឡើយវាមិនមែនជាថ្មធម្មតាទេផ្ទុយទៅវិញវាគឺជាហ៊ីសិនយ៉ាសោមកពីរាជវង្សហានទីក្រុងនេះមានតម្លៃ$60 លាន60លាន60,000តើថ្មនេះពិតជាមានតម្លៃ10000មែនទេ60លានមិនអាចទៅរួចទេថ្មធម្មតារបស់លោកក្រវាងនឹងតើតំបន់ហូតានគួរតែត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចសមាមាត្ររឹងនៃផ្ទៃវាថ្មធម្មតាមានតម្លៃខ្ពស់ដរាបណាវាត្រូវបានប្រើសោនោះក៏បន្ទាប់ពីត្រូវបានអូសពី3ដងវាគ្រាន់តែជាតំបន់ថ្មនិងតំបន់ហ៊ីសិនប៉ុណ្ណោះវាមិនអាចទៅរួចទេក្នុងការរំកិលឆ្លងកាត់ហេតុអ្វីអ្នកមិនពិនិត្យមើលវាដោយខ្លួនឯងវាមិនអាចទៅរួចទេដែលនេះជារាជវង្សហានស្នាមប្រឡាក់ពណ៌និងអារម្មណ៍ដូចដីនៃដីបុរាណនោះហើយជារបៀបដែលវាកើតឡើងនេះគឺជា1000ឆ្នាំស្លាកស្នាមដែលមិនអាចលុបបានគឺពិតជាខេត្តហូតានមានតម្លៃណាស់កូនខ្ញុំបានប្រើវាដើម្បីត្រជើងទោសខ្ញុំមិនយល់ពីយ៉ែមបោតតែសោះនេះជារបស់คล้ายឲ្យថ្មនោះមកខ្ញុំអ្វីដែលខ្ញុំទើបតែលក់ឲ្យអ្នកគឺខ្ញុំមិនបានដូរវាជាមួយថ្មធម្មតាទេតើអ្នកមិនយល់ទេម្យ៉ាងទៀតលោកគ្រូវ៉ាខ្ញុំក៏ចង់អរគុណអ្នកចំពោះរឿងនេះដែរលក់កូនតូចក្នុងតម្លៃ100 យុន
ចំពោះផលិតផលពិតដែលអ្នកបានលើកឡើងនោះវាមិនមែនជាវាត្រូវបានផលិតឡើងជាមួយនឹងសារធាតុពណ៌គីមីផលិតផលคล้ายៗអាចជូតសម្អាតបានយ៉ាងងាយស្រួលជាមួយអាល់កុលចំពោះគាត់វិញគាត់គ្រាន់តែជាម្នាក់គត់